Bà số stay yang vốn ở khníថ្ងៃនេះខ្ញុំហើយនឹងគ្រួសារបានមកញ៉ាំអាហារនៅក្នុងហាងកាហ្វេមួយកន្លែងដែលជាហាងកាហ្វេនៅក្នុងព្រៃនៅក្នុងប្រទេស Novel Zelong New Zealand ណាអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូននៅទស្សនវិជ្ជាមួយចំនួនដែលពួកយើងបានធ្វើនៅទីនោះដូចជាការញ៉ាំអាហារបែបអឺរ៉ុបដែលយើងមានគេហៅថា scone ណាហើយនឹងកាហ្វេ ice cafe ចឹងបងប្អូននេះគឺជាស្ករដែលយើងបានហូបណាស្ករនេះគឺជាអាហារបែបអឺរ៉ុបហើយឆ្ងាញ់គួរសមដោយសារតែវាមិនសូវផ្អែមចឹងទៅយើងរៀងរាល់ដែលពេលទំនេរយើងតែងតែមកលេងទីនេះណាបងប្អូនដោយសារតែហាងកាហ្វេនេះគឺគេបដោតទៅរឿងអាកាសធាតុទៅរឿងបរិស្ថានបែបធម្មជាតិណាចឹងហើយខ្ញុំចង់ឲ្យបងប្អូនខ្មែរយើងដែលគាត់នៅឆ្ងាយពីប្រទេស Novel Zelong បានឃើញទស្សនវិជ្ជាទាំងអស់នេះដោយសារតែជាហាងកាហ្វេដែលគេធ្វើឡើងដើម្បីលើកស្ទួយដល់បរិស្ថានណាទាំងការតុបតែងទាំងក្នុងនិងក្រៅគឺគេលើកស្ទួយបរិស្ថានមែនតើដោយសារតែនៅទីនោះភាគច្រើនគឺគេញ៉ាំអាហារបែបគេហៅថា free range ណា free range ហ្នឹងគឺជាអាហារដែលចិញ្ចឹមសត្វដោយប្រើដោយខាងក្រៅរោងណាចឹងបងប្អូនសង្ឃឹមថាវីដេអូនេះជួយបងប្អូនណាដែលគាត់ឆ្លាញ់ការដើរលេងតាមព្រៃអាចមើលវីដេអូនេះតាំងពីដើមដល់ចប់ទាំងអស់គ្នាបាទមកឡើយយើងញ៉ាំកាហ្វេហើយនេះគឺជាទស្សនវិជ្ជាមួយចំនួននៅក្នុងហាងកាហ្វេក្នុងព្រៃហ្នឹងបងប្អូនហ្នឹងហើយចឹងសារយើងមកលេងនៅទីនេះនៅរដូវខែក្តៅចឹងទៅធ្វើអាកាសធ្វើឲ្យទស្សនវិជ្ជាទីនេះគឺមានលក្ខណៈខុសពីខេត្តត្រជាក់ហ្នឹងហើយយើងមើលព្រៃឈើហ្នឹងគឺចាប់ផ្ដើមបៃតងហ្នឹងហើយនៅទីនេះភាគច្រើនភ្ញៀវទាំងអស់គាត់មកលេងនៅទីនេះគឺគាត់មកហូបកាហ្វេគាត់មកហូបម្ហូបដែលគាត់ចង់ហូបដោយសារតែម្ហូបទីនេះមួយចំនួនគឺគេគ្រប់គ្រងបរិស្ថានណាហ្នឹងហើយដូចជាសាច់ជ្រូកស្អីគឺគេព្យាយាមឲ្យមានការចិញ្ចឹមបែបធម្មជាតិណាជាងការចិញ្ចឹមបែបជាលក្ខណៈក្នុងទ្រុងហ្នឹងហើយចឹងហើយធ្វើឲ្យកន្លែងនេះគឺជាកន្លែងដែលកាត់បន្ថយតានតឹងផងហើយក៏ជាកន្លែងជួយបរិស្ថានផងដែរហ្នឹងហើយបច្ចៈនៅទីនេះគឺយើងមកច្រើនដងមែនតើហើយបងប្អូនណាចង់មើលទស្សនវិជ្ជាមួយចំនួនអាចមើលនៅក្នុង YouTube Channel របស់ពួកយើងហ្នឹងហើយពួកយើងមកទីនេះច្រើនដោយសារតែទីនេះគឺជាកន្លែងស្ងប់ហ្នឹងហើយមកទៅសុបាយផងហើយផងមកហូបអីផងអញ្ចឹងកាត់បន្ថយភាព stress ពីអីហ្នឹងហើយហ្នឹងហើយចឹងពេលដែលយើងចាំមើលទៅទៀតខ្ញុំនឹងបង្ហាញបងប្អូននៅក្នុងព្រៃតើមានអីខ្លះទៀតណាបងប្អូនណាដែលគាត់ដែលមើលវីដេអូខ្ញុំគាត់អាចមើលឃើញទស្សនវិជ្ជាក្នុងព្រៃហ្នឹងហ្នឹងហើយព្រោះអីវាមានអាចតែមានរឿងប្លែកជាច្រើនដែលបងប្អូនមិនដែលឃើញហ្នឹងហើយអូខេចឹងយើងនឹងព្យាយាមបង្ហាញឲ្យឃើញណាអូខេ let's go បាទអញ្ចឹងយើងនឹងព្យាយាមដើរបងប្អូនព្យាយាមដើរតាមផ្លូវនេះយើងនឹងដើរចូលព្រៃនឹងរហូតទៅហើយយើងមកធ្លាយនៅក្នុងកន្លែងនោះផ្ទះនោះណាផ្ទះនេះណាយើងនឹងព្យាយាមដើរក្នុងព្រៃរហូតមកដល់ផ្ទះនេះអញ្ចឹងបងប្អូនណាក៏ចង់មើលឃើញព្រួយតាមដានវីដេអូទាំងអស់គ្នាបាទបងប្អូនឡើយយើងហូបអីហើយយើងចាប់ផ្ដើមដើរចូលក្នុងព្រៃបង្ហាញជូនបងប្អូនណាបងប្អូនកុំភ្លេចទស្សនាមួយនេះណាឥឡូវយើងដើរចូលក្នុងព្រៃហើយអ្វីដែលយើងនឹងបង្ហាញបងប្អូននៅទីនោះគឺភូមិគេហៅថាភូមិមនុស្សទឿហ្នឹងជាភូមិមួយដែលសម្បូរទៅដោយតុក្កតាលក្ខណៈបែបក្នុងរឿងណាបងសាកូនអូខេ this one នេះនឹងឃើញមនុស្សទឿច្រើនបែបនេះគឺនៅក្នុងព្រៃនេះគឺមានសបោឃើញហ្នឹងហើយចឹងវាតុក្កតានេះតែសបោណាហើយយើងបងប្អូនទៅមើលមានអីខ្លះមកលេងដល់ម្ដងហើយដល់ទៅហើយកណ្ដឹងចូលចាំគេទៅដល់ទីហ្នឹងពួកខណៈនេះឡើងពីសបោធម្មតាអាហ្នឹងពេលហ្នឹងមានបេឡាតែយើងអត់តាមឆែកមើលតែសង្ស័យឃើញសបោច្រើនមែនតើណាមុនយកបេឡានេះដល់ពេលទៅដល់ហើយហ្នឹង
Mommy, I Không, chắc just luôn hear áp the đường mấy ribbon. không Mommy, I just hear the word. nông anh nói con niệm mơ niệm ច្រើនមែនទេណាសិតអបសិតតុក្កតាបែបហ្នឹងហើយយើងនឹងឃើញច្រើនទៀតណាព្រោះយើងងាកមកនេះមកយើងមានមកកន្លែងទៀតនេះគឺជាភូមិគេណាហើយគេយកមនុស្សយើងយកតុក្កតាមកធ្វើហើយគេមានដងអូដងអីតំណងហើយតាហ្នឹងហើយ Alright យើងមានច្រើនបងប្អូនព្រៀងទស្សនាមួយពួកយើងនឹងនាំបងប្អូនទៅមើលលក្ខណៈពិសេសនៃហាងកាហ្វេមួយនេះហ្នឹងហើយអញ្ចឹងជាហាងកាហ្វេនៅក្នុងព្រៃដើម្បីនាំភ្ញៀវណាដែលគាត់ឆ្លាញ់បែបដើរព្រៃដើរអីណា ខោ អីណាម្លេះគាត់កំលឿនពេក Yeah បាយបាយ អូលំមាស់ទៀតនោះអូលំមុនច្រើនណាឥឡូវឆ្នាំនេះតិច ខូចស្មា នេះគួយឆ្មាបងហ្នឹងហើយយើងអាចបែបអានណាហ្នឹងគេឥឡូវយើងមកមើលច្រើនមែនទេបងណានេះវាមានលក្ខណៈគេហៅថាគំនូរជីវចលគេអញ្ចឹងណាហ្នឹងហើយជីវចលហើយគេមានផ្ទះបុរាណគេនេះ Why? Just take that one. Okay. ច្រើនមែនទេបង Daddy, I see. ហើយthấy đó I see. នេះគឺផ្កានេះគេយកធ្វើជារូបមនុស្សបទោផ្កានេះតែគេធ្វើជារូបមនុស្សហ្នឹងហើយដល់ទីនេះស្ងប់ស្ងាត់មែនទេបងស្ងប់ស្ងាត់ណាហ្នឹងហើយយើងមកចូលក្នុងព្រៃដើរលក្ខណៈគ្រួសារដើរហើយអត់វែងនេះព្រោះអីនៅទីនេះគឺ Supervisor. គឺតូចភូមិព្រៃហ្នឹងព្រៃរៀងតូចគួរសមហើយរៀងចន្លោះ Why are we looking at poop water? ដីហើយតិចកោប បាទព្រោះនៅក្នុងទឹកនេះមានតង់ញូហ្សេឡង់ណាអូខេអត់ដូចជាប្រើភ្នែក ដី ខ្ញុំដាក់ arrow ដល់បងប្អូនឃើញ ធ្វើយ៉ាង ព្រោះយើងមើលភ្នែកទេគឺឃើញប៉ុណ្ណាណីហ្នឹងហើយអូដូចគេស្នាមគេចុះហ្នឹងយើងមើលស្នាមគេចុះទៅមើលតង់អូងើបមកនេះបើយើងមានចំណៃវាងើបមកតង់នៅទីនេះស៊ីលក្ខណៈវាស៊ីលក្ខណៈសាច់ជ្រូកស្អីស្អុយហ្នឹងហើយនៅច្រើនណាស់មកកណោ វានៅខោដី អូធំមកវែងណាអានេះបើសិនជាយើងអត់ស្គាល់ខ្លាចណា I saw an eel. តែប៉ុន្តែនេះវាអត់ចេះចាក់ទេណាតែវាអាចខំ យកចាក់យកមក តែខ្លាចដែរសួរខំដៃ តាមដៃអាហ្នឹង ធំហ្នឹងច្រើនទេតានោះប៉ុណ្ណានេះ Alright let's go យើង move on ទៅនោះហ្នឹងតោះដាក់ចូលទៅក្នុងភូមិមួយទៀតណានេះគឺភូមិគេឥឡូវយើងចូលភូមិមួយទៀត The Sanctuary នេះឡៃនេះប៉ា ហ្នឹង ឡៃហ្នឹងឃើញទៅដល់ ណាអូក៏ដឹងគឺទឹកខ្យល់លឺអាហ្នឹង ណោះឲ្យនេះឃើញ ហ៎ ឃើញពូ ព្រះយេស៊ូវ ឃើញនេះបីតូនមួយ អូយហ្នឹងព្រះយេស៊ូវ ឡៃហ្នឹងគាត់ឲ្យលឺហើយអត់មានខ្យល់ នេះនេះសិតតែជ្រូកឆ្កែយ៉ាប់ប្រព័ន្ធ គេអត់មានគេហ្នឹងនេះ បាទបងងាកមកនេះមកយើងមានលក្ខណៈគេធ្វើជាស្ពានឆ្លងតាមឈើពីមួយទៅមួយតែលក្ខណៈគេស្ពាន What's it called ស្ពានតុក្កតាទេប៉ុន្តែយើងមើលឃើញលក្ខណៈដូចក្នុងរឿងណាបងប្អូនណាដែលមើលរឿង Hollywood អីពេលខ្លះយើងមើលឃើញរឿងតុក្កតាហ្នឹងហើយ Where is that អូនេះរូបនេះ ចូលគេអត់ មែនទេចូលស្រាប់ ណាគឺរូបសបោរូបចេះណាសបោមែនទេតា ធ្លាក់ពីលើមក អូធ្លាក់លើនេះហ្នឹងហើយ ចង់ ហ
ហើយប្រយ័ត្ននៅទីនេះមិនមែនមកតែយើងទេមកច្រើនអ្នកមានភ្ញៀវដទៃគាត់មកមើលដែរហ្នឹងហើយ What is the cupboard? អូខេនេះมันគេយកមកតុបតែងបងណាតុបតែងហើយនោះសឹមដែរអូខេហ្នឹងហើយចឹងមិនមកតែយើងទេមកមនុស្សច្រើនមែនតើណានេះហ៎ពេលគាត់ចង់សប្តាហ៍ទេក៏អ្នកខ្លះគាត់នឹកឃើញរៀងចង់ធុញថប់ក្នុងទីក្រុងគាត់មកហ្នឹងហើយដោយសារនៅក្នុងប្រទេសនៅវ៉ាសាឡង់នេះគឺពុទ្ធនិធានបែបអញ្ចឹងវាអត់សូវសម្បូរហ្នឹងហើយអញ្ចឹងយើងមកលេងនៅក្នុងហាងក្នុងព្រៃនេះគឺនៅក្នុងប្រទេសនៅវ៉ាសាឡង់នេះគឺអត់សូវសម្បូរទេណាអញ្ចឹងយើងមើលយើងមាន1 2គឺម្នាក់គឺពេលខ្លះគាត់នឹកឃើញតែហ្នឹងជាងគេដោយសារអត់សូវមានលេងនៅស្រុកខ្មែរបងប្អូនហ្នឹងហើយអញ្ចឹងយើងដើរបានច្រើនឥឡូវនេះយើងនឹងនាំបងប្អូនទៅមើលទស្សនភាពជាច្រើនទៀតនៅក្នុងភូមិឋានក្នុងព្រៃហ្នឹងណាដោយសារនៅទីនេះគឺយើងមកហូបកាហ្វេយើងមកហូបអាហារពេលព្រឹកគេ breakfast ហើយយើងដើរហូបហើយយើងដើរក្នុងព្រៃអញ្ចឹងណាលក្ខណៈផ្សងព្រៃជាលក្ខណៈគ្រួសារអញ្ចឹងណាប៉ុន្តែអត់បារម្ភរឿងគ្រោះថ្នាក់ទេដោយសារព្រៃនេះវាតូចណាតូចហើយមានមនុស្សដើរច្រើនអ្នកដែរเนาะចង់បងប្អូនណាគាត់ចង់ឃើញទស្សនភាពជាច្រើនកុំភ្លេចមើលវីដេអូក្នុង YouTube Channel ហើយនៅក្នុង Facebook Page របស់ខ្ញុំណាបងយើងមានការតាំងរូបនៅក្នុងនេះដែរเนาะហ្នឹងហើយនេះគឺជានិមិត្តរូបនៃកីឡាករបងស្គាល់អោបហើយឥឡូវយើងទៅមើលនៅខាងនោះបងប្អូនទៅមើលនៅខាងក្នុងនោះតើមានអីទៀតណាព្រោះអីយើងចិត្តដល់ហាងកាហ្វេនឹងវិញហើយគេនេះយើងមើលនេះគឺជាកន្លែងដែលគាត់ស្គាល់ជាកន្លែងវប្បធម៌គេបងហ្នឹងហើយពេលដើរទៅខាងនោះហី Let's go back there. ជប់មើលតង់អូខេឥឡូវយើងហ្នឹងហើយខ្ញុំបង្ហាញបងប្អូនច្រើននៅទស្សនភាពទាំងអស់នេះហ្នឹងហើយអូខេនេះច្រើនមែនតើណាឥឡូវយើងដល់ផ្លូវចេញវិញហើយនេះផ្លូវចេញនេះគេដាក់សញ្ញាជិះដើរតាណាតណៃណាចាយើងបត់ទៅហាងកាហ្វេវិញណាអូខេយើងបត់ទៅ Garden Bedsស្រស់ស្រាយបងនេះស្ងប់មែនទេស្ងប់ហើយមានអ្នកអង្គុយផឹកកាហ្វេនៅខាងមុខនោះទៅហើយអាចតែយើងមកដើរក្នុងព្រៃទៅហ្នឹងគេផ្ទះនោះដូចទៅមកធ្វើទៀតស្អាតគួរសមណាគឺជាសួនគេណាសួននេះយើងមកអង្គុយលេងអីហ្នឹងផ្ទះនោះហើយយើងនិយាយមកយើងមានការតបតែងរូបហ្នឹងហើយរូបនេះបងប្អូនឃើញនេះច្រើនទេណោះទៅដល់ផ្ទះចិត្តហ្នឹងតើមានក្នុងមានអីគេហ្នឹងហើយ Yeah, it just has a floor and details. ចំតិចកន្លែងបន្ទប់គេគេងទៅម៉េចនេះហើយគេចង់ធ្វើអីមកទៀតមើលArtist Studio ហើយគេក្រុងនឹងដាក់តុបតែងអីដាក់រូបអីមកតាំងហ្នឹងឆ្នៃរហូត
ok là dân tranh một đo ní nó một xuân nó không tôn một hàng nữa ấy hai trong một hai con nơi bộ bọn này cả có cả để hàng nữa nằng này một con mưa này nè cả trang của chúng ta một con bộ một thầy bộ nội cao là hồ đo miền ca bị vọt cho ra ơn mình tên nó sẽ làm pi pon 3 cái chập ra một bụng địch háng là hồ đo cho làm pi pon 6cái bịch bàn trán tới là hồ đo cho làm pi pon là phải 3cái lọt vào bàn bên này chẳng ai tha chỉ ca to chùm nọ này mới tới quá ai tha chỉ ca to pi chùm nọ á cô tăng của trăm bom một đội cáo đo pi pon là phải 3 việc cất tới ví dụ làm này ok và bốn trong video tháng này dương miền bản năng sản phẩm tàu bong bốn trở lại năng bên chặt video tháng này mà bốn na trong đang làm pi bật tên về sờ lắng complete follow page năng subscribeនៅក្នុង YouTube channel របស់ពួកយើងមកយើងមានឱកាសចាំដល់បង្ហាញបន្ថែមអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ